ខ្ញុំឃើញឪពុកម្ដាយគាត់ផឹកទាំងឪពុកផឹកទាំងម្ដាយហើយឲ្យកូនតូចៗនៅអង្គុយមើលនៅក្បែរហ្នឹងរឿងនេះគឺគ្រោះថ្នាក់ធំណាស់đâu đó ផឹកស្រាមួយកែវគេជជែកពាណិជ្ជកម្មការរស៊ីគេបាន4 5 6ករណីបើស្រុកយើងគេផឹក10កេះដើម្បីយកឈ្នះយកចាញ់បើសិនជាកាហ្វេមួយកែវមនុស្សម្នាក់យ៉ាងច្រើនញ៉ាំកាហ្វេបាន2កែវហើយបើខ្ញុំបើកហាងកាហ្វេតែបើខ្ញុំបើកហាងស្រាមនុស្សម្នាក់អាចផឹកដល់កន្លះកែវចង់ធ្វើបាបសង្គមហ្នឹងគឺគេបង្វក់តែអបាយមុខលបែងស្រីស្រាងតែ3ហ្នឹងគឺទៅអូតូម៉ាទិកហើយមិនបាច់យកកំភ្លើងទៅបាញ់ទេតែឥឡូវគេនិយម trend ឧទាហរណ៍ដូចកលាស់សក់អញ្ចឹងទៅគេក៏កលាស់សក់ទៅតាមគ្នារហូតដល់ទទួលបានប្រជាប្រិយភាពខ្លាយទៅជា BA អាហ្នឹងគឺជាវប្បធម៌អាត្មានិយមដើម្បីឲ្យតែផលិតផលរបស់ខ្លួនដាច់ដើម្បីឲ្យតែក្រុមហ៊ុនរបស់ខ្លួនល្បីអត់មានគិតពីផលប៉ះពាល់សម្រាប់មនុស្សទាំងឡាយទាំងពួងឬក៏ផលប៉ះពាល់សម្រាប់សង្គមរបស់យើងទាំងមូលទេនៅក្នុងប្រទេសជាតិមួយបើអ្នកក្រច្រើនជាងអ្នកមានណាជីវិតអ្នកមានដែលតិចតួចហ្នឹងក៏មិនអាចរក្សាបានអប់រំនិយាយទូមានអីមិនសូវទេតែបើអាឈួតលេឡូគឺមើលច្រើនក៏ជួយតែម៉ែវាហើយអត់មានការងារធ្វើណាក៏មិនទៅហ្នឹងហើយគឺជាចំណុចដែលយើងត្រូវគិតដែរនេះមិនមែនឃើញចិត្តអទេណាក្នុងនាមអ្នករៀនសូត្រក្នុងនាមអ្នកអប់រំគួរតែពិចារណាចំណុចហ្នឹងហើយរឿងអីបានគេនាំគ្នាមើលរឿងអត់ប្រយោជន៍នឹងច្រើនមែន